ជាធម្មតាប្តីរបស់ខ្ញុំគាត់អត់សូវចូលចិត្តផ្អែមទេបងប្អូនតែសម្រាប់ផ្អែមខ្មែរយើងមួយមុខនេះនិយាយពីថាទុំបបរប្រហែលជា2អាទិត្យមុនទេអាទិត្យនេះប្រាប់ឲ្យបបរទៀតបងប្អូនខ្ញុំប្លែកចិត្តមែនតែនហើយគាត់ថារសជាតិឆ្ងាញ់អញ្ចឹងក៏ធ្វើមួយឆ្នាំងទុកសម្រាប់ទទួលភ្ញៀវគាត់មកលេងតែម្ដងឲ្យគាត់សាកមើលថាបបរសណ្តែកនេះរសជាតិបែបម៉េចដែរហើយប្លែកបន្តិចតែឆ្ងាញ់មែនតែនបងប្អូនខ្ញុំក៏ចូលចិត្តដែរតើអញ្ចឹងទៅធ្វើមួយខ្ញុំទាំងអស់គ្នាដំបូងយើងដាក់ត្រាំត្រចៀកកណ្ដុរសិនមកណាបងប្អូនហើយត្រចៀកកណ្ដុរនេះខ្ញុំអត់ត្រាំមួយទឹកក្តៅទេត្រាំជាមួយនឹងទឹកត្រជាក់ហើយគ្រាន់ថាវាខរីកបន្តិចតែអញ្ចឹងវាអត់បាត់វីតាមីននៅក្នុងត្រចៀកកណ្ដុរហ្នឹងណាបន្ទាប់ពីត្រាំត្រចៀកកណ្ដុរហើយយើងដាក់ដូចជាធ្មេញរណាបន្តិចមកធ្មេញរណាយើងដាក់តែបន្តិចបានហើយបងប្អូនបន្ទាប់ពីហ្នឹងហើយនឹងខ្ញុំក៏មានសណ្តែកហើយគ្រឿងធ្វើខ្ញុំអត់កំណត់ទេបងប្អូនដាក់តាមចំណូលចិត្តទៅណាហើយសណ្តែកហ្នឹងខ្ញុំត្រាំប្រហែល 3-4 ម៉ោងហើយក៏លាងសម្រស់ទឹកឲ្យស្ងួតទៅយើងយកមកដាក់លីងមកណាបងប្អូនសម្រាប់បបរសណ្តែកក៏សិនជាបងប្អូនលីងអញ្ចឹងសណ្តែកយើងឈ្ងុយល្អមែនតើបងប្អូនអត់ធំក្លិនកំពុលដូចយើងអត់លីងណាលីងតតែឡើងក្រហមល្អហើយបងប្អូនប្រើភ្លើងល្មមបានហើយពួកអីកុំឲ្យសណ្តែកយើងខ្លោចតែខ្លោចមិនទៅជាឈ្ងុយទៅជាឆ្ងៀមទៅវិញបងប្អូនអញ្ចឹងយើងប្រយ័ត្នដែរណាបងប្អូនលីងរហូតតតែក្រហមល្អទៅក៏បិទភ្លើងអញ្ចឹងណាបងប្អូនហើយយើងចាប់ផ្ដើមធ្វើបន្តទៀតហើយនេះទឹកយើងដាក់ល្មមបានហើយសម្រាប់ស្ងោរសណ្តែកឲ្យបងប្អូនទៅបង់អំបិលបន្តិចចូលទៅតែស្ករយើងក៏មិនទាន់ដាក់បងប្អូនគាត់ដាក់ខ្ញុំដាក់ស្លឹកតអញ្ចឹងដើម្បីឲ្យក្លិនឈ្ងុយទុករហូតតតែសណ្តែកយើងពុះបន្តិចទៅបងប្អូនចាំខ្ញុំមានសាច់ដូងក៏ដាក់ចូលហើយដូងនេះដូងក្រៀមឯងបងប្អូនអញ្ចឹងវារងាស់រៀងយូរដែរអញ្ចឹងក៏ដាក់ជាមួយសណ្តែកតែម្ដងហើយយើងមើលមានពុះអីស្រង់ចេញទៅណាបងប្អូនហើយយើងកុំដាក់ទឹកច្រើនពេកបងប្អូនព្រោះអីត្រូវប្រើខ្ទិះដូងទៀតហ៎បើយើងដាក់ទឹកច្រើនពេកថែមខ្ទិះដូងទៅខ្លាចបបរយើងទៅជារាវពេកណាតែបើសិនជាបងប្អូនចូលចិត្តរាវអីខ្លាំងក៏ដាក់ទៅតាមចំណូលចិត្តយើងបបរខ្លួនឯងយើងតម្រូវចិត្តខ្លួនឯងទៅបងប្អូនហើយបន្ទាប់ពីសណ្តែករៀងពុះតិចហើយនឹងខ្ញុំដាក់ភ្នែកកែបចូលបងប្អូនហើយភ្នែកកែបរីកតិចហើយបានដាក់ត្រចៀកកណ្ដុរដាក់ឲ្យរងាស់ចូលគ្នាតែម្ដងសណ្តែកយើងបបរអញ្ចឹងទៅបងប្អូនកុំតន់ដាក់ស្ករបើសិនជាដាក់ស្ករសណ្តែកយើងវារីកអត់ទៅល្អទឹកនឹងទៅជាខាប់អញ្ចឹងបងប្អូននឹងតាមទម្លាប់របស់ខ្ញុំទេបើសិនបងប្អូនធ្វើបែបម៉េចក៏តាមទម្លាប់បងប្អូនអញ្ចឹងណាហើយធ្មេញរណាក៏ដាក់ចូលបន្ទាប់ពីធ្មេញរណារៀងរីកបន្តិចហើយខ្ញុំបានដាក់ទឹកដោះគោថែមបន្តិចហើយទឹកដោះគោហ្នឹងក៏ជំនួយក្លិនបង្អែមរបស់យើងឲ្យឡើងឈ្ងុយបងប្អូនបន្ទាប់ពីដាក់ទឹកដោះគោហើយយើងកូរតិចទៅហើយសណ្តែកខ្ញុំអត់ចង់ឲ្យរីកខ្លាំងជាងនឹងអញ្ចឹងណាក៏ប៉ុណ្ណឹងទៅក៏ចាប់ផ្ដើមដូចជាដាក់ស្ករចូលបង្អែមទោះបីបងប្អូនអត់ចូលចិត្តផ្អែមខ្លាំងក៏យើងរៀងផ្អែមតិចដែរបងប្អូនព្រោះបើសិនជាអត់ផ្អែមគឺអត់ឆ្ងាញ់ហ្មងណាបើសិនជាគេធ្វើលក់ប្រហែលជាអាចរៀងផ្អែមខ្លាំងអញ្ចឹងណាហើយយើងល្មមដាក់គ្រឿងផ្សំរួចរាល់ហើយក៏ដាក់ទឹកដោះគោទឹកខ្ទិះដូងចូលបងប្អូនហើយតែប៉ុណ្ណឹងរួចរាល់ហើយយើងអាចញ៉ាំបានហើយបងប្អូនចូលចិត្តរៀងរាវបែបជាងហ្នឹងក៏ដាក់រាវជាងហ្នឹងទៅណាបងប្អូនហើយភ្នែកកែបដាក់តន្តិចបានហើយព្រោះអីវាធ្វើឲ្យបបរយើងខាប់ខ្លាំងអញ្ចឹងណាវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេបើសិនបងប្អូនមានចម្ងល់អាចខមមិនសួរបានណា